បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំចូលរំលែកនៅអ្នកដឹងតិចតួចដើម្បីជួយដល់អ្នកទាំងអស់គ្នាសម្រាប់អ្នកចង់បានកម្មវិធី Sony Vegas Pro 13អញ្ចឹងបងប្អូនជាដំបូងយើងចូលកាន់ browser មួយមកមួយណាក៏បានដែរចុចមកយឺតបន្តិចហើយគឺអីកុំព្យូទ័រនេះ RAM 12GB ទេគឺរហូតតង់ណាហើយយើងចូលកាន់ website មួយមកគេថាSony A P dot C thế tớiបងប្អូនណាចង់បានកម្មវិធីនេះងាយស្រួលទេ install ក៏មិនបាច់អីណានៃចូលណានៃញ៉ៃញ៉ៃដែរយើងគាត់តែ install ហើយយើងចូលនៅកន្លែងនេះបន្តិចយើងអាចប្រើការបានតែម្ដងមិនបាច់ចូលវាយឈ្មោះឬក៏អាសយដ្ឋានឬក៏ email អីទេស្រួលមែនកម្មវិធីនេះចេញចុចពាក្យ search មក Sonyនេះចេញហើយ Sony Vegas Pro 13ហើយមានច្រើនណាស់នៅកម្មវិធី Sony Vegas នេះមានច្រើនមែនតើហើយចុចមកយើងរកពាក្យនេះមក Sony Vegas Pro 13.0 វា428 64 bit HDHG យើងคลิกលើវាមកអ្នកចង់បានកម្មវិធីនេះទាល់តែ download បានទាល់តែមានកម្មវិធី torrent មួយដើម្បីในការ download កម្មវិធីនេះហើយយើងចុច click លើពាក្យថា download មកទំហំមេវាមានតែ492.3 មេតែប៉ុណ្ណេះនេះឯងទំហំមេវា
ហើយយើង download ពេញហើយយើង download ពេញហើយយើងចូលទៅកាន់កម្មវិធីសម្រាប់ install តែម្ដងទៅយើង download ទុកនៅកន្លែងណាយកពីកន្លែងហ្នឹងមកសម្រាប់ខ្ញុំបានទុកនៅកន្លែង KD ហើយ software នេះហើយសូមមើលវិធីយើងបន្លំជាស្រេចឲ្យហើយមកមិនបាច់ពេកពីណានៅទេបន្ទាប់មកចាំខ្ញុំប្រាប់គន្លឹះមកបន្តិចទៀតការងារស្រួលមែនទេជំនេះហើយឲ្យជំនាញថាបានប្រើបាន 100% តិចពាក្យតែ yes មកឥឡូវនេះយើងឲ្យជ្រើសរើសនៅភាសាហើយយើងយកភាសាអីក៏បានដែរយើងខ្ញុំភាសាអង់គ្លេសបារាំងអាល្លឺម៉ង់ជប៉ុនអ៊ីស្ប៉ាញគឺយើងភាសាអង់គ្លេសទៅហើយយើងចុចពាក្យខាងក្រោមនេះមកយើងចុចតែពាក្យថា install correct version យើងចុចលើវាមកហើយបន្តនេះយើងចុចពាក្យថា I have read ចុចនៅទីទៅហើយទាំងអស់នេះយើងមិនបាច់ធ្វើអីទេយើងគ្រាន់តែចុចព្រីសកន្លែងនេះមកបានហើយគឺ install ទៅវាបន្តិចហ្នឹងកុំព្យូទ័រនេះវាដល់យូរដោយសារតែវាបានតែ2 G ទៅហើយរងចាំវាដំណើរការមួយផ្លែទៅកម្មវិធីនេះពិតជាងាយស្រួលមែនយើងប្រើបានរហូតហើយមិនបាច់ទៅចូលវាយឈ្មោះចូល email ចូល address ចូលស្អីនៃចេះរើសពាក្យថា Sony អីណានៃទេទៅ install ហើយយើងគ្រាន់តែចុចទៅនៅកន្លែងបន្ទាប់បន្តិចទៀតចាំខ្ញុំទៅដល់ហើយនេះចាំខ្ញុំប្រាប់បន្តិចហ្នឹងបងប្អូន
នេះបានទៅខាងកុំព្យូទ័រនេះបានយូរ ก็พบกันแต่คอมพิวเตอร์สำหรับបងប្អូនហើយជាดาวน์ឡូតរបស់ខ្ញុំនេះបានដល់យូរគាត់ install ប៉ុណ្ណឹងសោះបងប្អូនធ្វើតាមខ្ញុំនឹងបានពិតជាបានប្រើនៅ Sony Vegas Pro 13សម្រាប់កាត់តវីដេអូដ៏ស្រស់ស្អាតនេះ បញ្ជាក់ថាបានតែកុំព្យូទ័រ64 bit តែប៉ុណ្ណោះ32 bit គឺមិនទាន់ស្អាតដែរតើយើងមិនក៏គេដាក់កម្មវិធីសម្រាប់64 bit យើង32 bit ឲ្យចេះរកថា32 bit ទៅ
បងប្អូនឥឡូវនេះពេញហើយយើងចុចvào phimនេះទៅហើយយើងចុចដំបូងវានឹងអាចពេញទៀតហើយជឿពីដំបូងយើងមិនបាច់ចូលនឹងទេយើងទៅរកកន្លែងកម្មវិធីយើងដោននឹងទៅហើយយើងយកពាក្យថា KHT មកហើយយើងផ្លិចលើវានេះមកចុចលើវានឹងទៅហើយពេញពាក្យថាយើងចុចពាក្យថា yes មកហើយយើងជ្រើសរើសយករូបមួយមកយើងរូបនេះស្រីណាមួយណាក៏បានដែរហើយយើងចុចចេះមកយើងចុចពាក្យថា exit វិញទៅហើយយើងសាកបើកមើលតើវាយ៉ាងម៉េចដែរវាអាចដើរបានហើយមិនបាច់ចូលអីណានៃថ្ងៃទេទីនេះស្រួលមែនតើទីនេះគេថាដាក់ថា Sony Vegas Pro 13.0 version 13.0 វា428 64 bit license to KHG តាម64 bit ចាំមើលតើវាអាចដើរទេបាទចេញហើយឥឡូវនេះអូចេញមកចេះចេញមកហើយរូបរាងវាគឺអញ្ចឹងឯង Sony Vegas Pro 13គឺពិតជាអាប់ដេតបានស្អាតមែនអរគុណសម្រាប់ដែលអ្នកទាំងអស់គ្នាបានមើលវីដេអូនេះបើសិនជាអ្នកទាំងអស់គ្នាគិតថាល្អជួយ Subscribe ឬក៏ Like ឬក៏ Comment ប្រាប់ខ្ញុំផងបើអ្នកទាំងអស់គ្នាមានចម្ងល់អ្វីណាចូល Comment នៅក្រោមវីដេអូនេះមកបើខ្ញុំអាចឆ្លើយបានខ្ញុំនឹងឆ្លើយអរគុណសុខសប្បាយទាំងអស់គ្នា